ថ្ងៃនេះគឺខ្ញុំបដិញ្ញាគឺបានបង្ហាញវីដេអូមួយដែលមានកម្មវិធីមួយនៅក្នុងវត្តជុំនៅក្នុងនោះគឺមានការចូលរួមពុទ្ធិវិស័យព្រះពុទ្ធរូបដែលកសាងអំពីថ្លើមថ្មរបស់លោកជំទាវបណ្ឌិតអង្គនថាពវីព្រមទាំងស្វាមីនិងបុត្របុត្រីទាំងអស់តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ពុទ្ធបរិស័ទនេះរបស់គ្នាគឺមានជនជាតិបារាំងគឺគាត់មានក្តីជ្រះថ្លាមកចូលរួមធ្វើពិធីជនជាតិបារាំងនោះគឺនៅក្នុងការជ្រះថ្លាណាស់គោរពពុទ្ធសាសនាញាតិញោមបងប្អូនទាំងអស់តាមដានវីដេអូនេះមើលនៅក្នុងនេះគឺគួរឲ្យត្រេកអរនៅមហាកុសលនេះខ្លាំងណាស់គឺមានភាពសប្បាយរីករាយនៅក្នុងការបំពេញបុណ្យហើយជនជាតិបារាំងនេះគឺគាត់មានភាពរំភើបនិងសប្បាយរីករាយខ្លាំងណាស់តែគាត់បានមកធ្វើពិធីពុទ្ធិវិស័យព្រះពុទ្ធរូបហើយនៅក្នុងនោះគឺមានជនជាតិបារាំងច្រើនដែលបានចូលរួមនិងជ្រះថ្លាមកគោរពថ្វាយបង្គំចំពោះព្រះពុទ្ធរូបដែលធ្វើឡើងនៅក្នុងមហាគុតក្នុងវត្តវិផាសិការាមវត្តជុំវត្តលើសំសានវីដេអូនេះគឺចង់បញ្ជាក់ប្រាប់អំពីការជ្រះថ្លារបស់ជនជាតិបារាំងនិងជនជាតិអឺរ៉ុបនេះញាតិញោមមើលនៅក្នុងនេះកំពុងតែបូជាផ្កាជ្រះថ្លាវីដេអូនេះគឺបញ្ជាក់ប្រាប់ចឹងនេះគឺគាត់ក្បួយសក់ហ្នឹងគឺមានពុកមាត់ច្រើនគឺជាជនជាតិបារាំងប៉ុន្តែមានជាច្រើនទៀតដែលมันបានថតជាវីដេអូបានច្រើនហើយសូមអរគុណច្រើនចំពោះការជ្រះថ្លាគោរពពុទ្ធសាសនារបស់យើងនេះ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ